ចាជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះផាត់ដាវីជាគ្រូនិស្សិតថ្នាក់កស្ថាពរថ្ងៃនេះខ្ញុំមកសង្ខេបមេរៀននៅសប្តាហ៍ទី10គឺការវិតម្លៃផលប័ត្រចាអញ្ចឹងទី1ការវិតម្លៃផលប័ត្រយើងត្រូវដឹងថាអ្វីទៅជាផលប័ត្រគឺជាដំណើរការនៃការប្រមូលនិងវិតម្លៃតាមតំណែងឬបញ្ចប់ដើម្បីជាឯកសារនៃវឌ្ឍនភាពដែលឆ្ពោះទៅដល់ការសម្រេចគោលដៅនៃការសិក្សាហើយផលប័ត្រហ្នឹងក៏ជាការប្រមូលស្នាដៃការងារផ្សេងៗដើម្បីជាភស្តុតាងក្នុងការរីកចម្រើនផងដែរចំពោះផលប័ត្រក៏ជាការប្រមូលកិច្ចការឬក៏ភស្តុតាងសិក្សារបស់សិស្សហ្នឹងហើយប្រាប់ពីការរីកចម្រើនក្នុងការសិក្សារបស់សិស្សផងដែរចានៅក្នុងការវិតម្លៃផលប័ត្រហ្នឹងដែរចាជាការវិតម្លៃលើការប្រមូលផ្ដុំការងាររបស់សិស្សក្នុងរយៈពេលណាមួយចាទី2គឺចរិតលក្ខណៈនៃផលប័ត្រមិនទៅចរិតលក្ខណៈផលប័ត្រអញ្ចឹងចំពោះចរិតលក្ខណៈនៃផលប័ត្រហ្នឹងគឺគេចែកជា3ចាទី1គឺការប្រមូលកិច្ចការរបស់សិស្សត្រូវមានគោលបំណងច្បាស់លាស់ទី2គឺសិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃការជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលក្នុងផលប័ត្រទី3គឺសិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងការឆ្លុះបញ្ចាំងខ្លួនឯងចាចំណុច2ទៅដែរគឺចរិតលក្ខណៈនៃផលប័ត្រអញ្ចឹងចរិតលក្ខណៈរបស់ផលប័ត្រពាក់ព័ន្ធជាមួយនឹងគោលបំណងច្បាស់លាស់អញ្ចឹងត្រូវតែយើងមើលដែរថាតើវានឹងបន្ស៊ីជាមួយនឹងវត្ថុបំណងស្តង់ដារនិងបំណិននៅសតវត្សទី21ដែរទេចាទី2គឺផលិតផលការងារចាត្រូវមានការប្រមូលផ្ដុំហើយរៀបចំបានល្អនិងមានលក្ខណៈជាប្រព័ន្ធចាចំពោះសិស្សវិញគឺសិស្សមានការចូលរួមនិងការលើកទឹកចិត្តកម្រិតខ្ពស់ចាហើយកិច្ចការឬក៏ស្នាដៃរបស់សិស្សម្នាក់ផងដែរជ្រើសរើសខ្លឹមសារមេរៀនដោយខ្លួនឯងការណែនាំដែលបានបង្កើតគឺត្រូវបានប្រើក្នុងការសរសេរខ្លឹមសារមេរៀនស្វ័យឆ្លុះបញ្ចាំងរបស់សិស្សមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់និងសមស្របសម្រាប់ការវិតម្លៃលទ្ធផលមានការប្រជុំរវាងគ្រូនិងសិស្សដើម្បីពិនិត្យនិងវិតម្លៃផងដែរចុះមកដល់ចំណុចបន្ទាប់គឺការទី3គុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលប័ត្រអញ្ចឹងមិនទៅគុណសម្បត្តិចាគុណសម្បត្តិគឺជំរុញស្វ័យវិតម្លៃនិងការវិតម្លៃបែបសហការរបស់សិស្សបង្កើនការលើកទឹកចិត្តសិស្សផ្ដោតលើចំណុចខ្លាំងនិងអ្វីដែលពួកគេអាចធ្វើបានការវិតម្លៃមានលក្ខណៈជាបុគ្គលចាផ្ដល់ឧទាហរណ៍ជាក់ស្ដែងសម្រាប់កិច្ចប្រជុំរបស់ឪពុកម្ដាយមានភាពបត់បែននិងប្រែប្រួលតាមអាយុមុខវិជ្ជាប្រភេទផលិតផលសមត្ថភាពចំណាប់អារម្មណ៍និងរបៀបនៃការរៀនផងដែរចំពោះគុណវិបត្តិវិញគុណវិបត្តិត្រូវការបណ្ដុះបណ្ដាលគ្រូចាគុណវិបត្តិមួយទៀតគឺពិបាកក្នុងការដាក់បន្ទុកនាំឲ្យសិស្សហ្នឹងមានភាពជឿជាក់ទៀតចាចំណាយពេលច្រើនក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យការដាក់បន្ទុកនិងជួបសិស្សអាចជ្រើសរើសព័ត៌មានដើម្បីបញ្ចូលក្នុងផលប័ត្រមិនបានល្អគំរូនៃផលិតផលសិស្សអាចនាំឲ្យភាពខ្សោយនៃការធ្វើណាទូទៅកម្មចាអញ្ចឹងឪពុកម្ដាយអាចនឹងពិបាកយល់ពីផលប័ត្រផងដែរចំណុចបន្តគឺចំណុចទី4ប្រភេទផលប័ត្រចាអញ្ចឹងនៅក្នុងនេះផងដែរគឺប្រភេទផលប័ត្រគឺចែកចេញជា4ប្រភេទរួមបញ្ចូលជាមួយនឹងផលប័ត្រ digital មួយទៀតចាដូចជាទី1ផលប័ត្រស្នាដៃផលប័ត្រសមត្ថភាពផលប័ត្រគម្រោងផលប័ត្រប្រាប់ពីការរីកចម្រើននិងផលប័ត្រ digital ផងដែរចំណុចទៅផលប័ត្រប្រភេទផលប័ត្រចាប្រភេទផលប័ត្រទី1ពាក់ព័ន្ធជាមួយនឹងផលប័ត្រស្នាដៃអញ្ចឹងនៅក្នុងផលប័ត្រស្នាដៃហ្នឹងពាក់ព័ន្ធទៅលើកិច្ចការល្អរបស់សិស្សចាល្អបំផុតរបស់សិស្សហ្នឹងឬក៏ការចងចាំទំនាក់ទំនងជាមួយគ្រួសារចាទី2គឺផលប័ត្រសមត្ថភាពអញ្ចឹងត្រូវបង្ហាញពីកម្រិតនៃការសម្រេចសមិទ្ធផលដោយគោរពតាមគោលដៅសិក្សាឬផលិតផលសិក្សារំពឹងទុកមួយឬក៏ច្រើនប្រភេទផលប័ត្រនេះគេអាចប្រើជាមួយសិស្សនៅគ្រប់កម្រិតថ្នាក់ផងដែរចាទី3គឺផលិតប័ត្រគម្រោងមិនផលប័ត្រគម្រោងនេះគឺការប្រើដើម្បីចងក្រងជាឯកសារនៃការបញ្ចប់ជំហាននីមួយនៅក្នុងគម្រោងដែលធ្វើឡើងក្នុងរយៈពេលណាមួយហើយធាតុដែលបានបញ្ចូលផ្ដល់នូវភស្តុតាងនៃការរួមនៅក្នុងដំណាក់កាលនីមួយការងាររបស់គម្រោងផងដែរបន្តទៀតគឺផលប័ត្រប្រាប់ពីការរីកចម្រើនចំពោះផលប័ត្រនៃការរីកចម្រើនហ្នឹងគឺបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការសិក្សាមុខវិជ្ជាឲ្យមួយកាន់តែប្រសើរឡើងចាប្រមូលគំរូនៃការងារមួយក្នុងរយៈពេលណាមួយដើម្បីបង្ហាញពីការរីកចម្រើននៃចំណេះដឹងនិងជំនាញរបស់ពួកគាត់ចា
រក្សាទុកគំរូនៃសំណេរតាំងពីដើមឆ្នាំសិក្សាបន្ថែមគំរូបន្តបន្ទាប់ដាក់ទៅក្នុងផលបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេល1 ឆមាសឬក៏1 ឆ្នាំចាហើយចេះស្វ័យឆ្លុះបញ្ចាំងដែលបានសរសេរតាមពេលវេលានិងពិពណ៌នាពីផលនៃការផ្លាស់ប្ដូរដែលបង្ហាញនៅក្នុងសមិទ្ធផលនិងសមត្ថភាពដែលរីកចម្រើនបន្តិចម្ដងផងដែរចុងក្រោយគឺផលបត្តិ digital ចាផលបត្តិ digital នេះគឺជាការផ្លាស់ប្ដូរជាការប្រមូលភស្តុតាងអេឡិចត្រូនិកដែលជាធម្មតាត្រូវបានរក្សាទុកនិងគ្រប់គ្រងលើអ៊ីនធឺណិតឬក៏ដោយកម្មវិធី software app ផងដែរចាចំណុចទី6បន្តទៀតសារៈសំខាន់នៃផលបត្តិ digital មិនទៅសារៈសំខាន់នៃផលបត្តិ digital ណាអញ្ចឹងគឺផ្ដល់នូវការរក្សាទុកព័ត៌មានដែលប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពអញ្ចឹងសិស្សអាចបន្ថែមឧទាហរណ៍ដូចជាការឆ្លុះបញ្ចាំងនិងទាញសន្និដ្ឋានមកដែរចាលើកកម្ពស់ការចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រសង្កត់ធ្ងន់លើបុគ្គលការច្នៃប្រឌិតនិងសម្លេងសិស្សផ្ទាល់ងាយស្រួលក្នុងការប្រើប្រាស់និងផ្លាស់ប្ដូរពីទីតាំងចាប្ដូរទីតាំងបានចូលមកដល់ចំណុចធំទី5គឺការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិអញ្ចឹងការរៀបចំនិងការអនុវត្តវិតម្លៃផលបត្តិហ្នឹងគឺជំហានក្នុងការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិហ្នឹងទី1គឺកំណត់គោលបំណងចាកំណត់គោលបំណងច្បាស់លាស់2គឺកំណត់រចនាសម្ព័ន្ធរូបរាងឬក៏ digital ហ្នឹងទី3កំណត់ខ្លឹមសារទី4កំណត់ការណែនាំស្វ័យវិតម្លៃនិងលក្ខណៈវិនិច្ឆ័យដាក់បន្ទុកសិស្សទី5គឺពិនិត្យឡើងវិញជាមួយសិស្សទី6ការដាក់ខ្លឹមសារ7គឺស្វ័យវិតម្លៃរបស់សិស្សលើខ្លឹមសារមេរៀន8ការវិតម្លៃរបស់គ្រូនិងព័ត៌មានត្រឡប់ទី9គឺកិច្ចប្រជុំរវាងគ្រូនិងសិស្សចាហើយក្នុងការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិហ្នឹងទីឧទាហរណ៍តែកំណត់ទៅលើគោលបំណងអញ្ចឹងគោលបំណងគឺគំនិតច្បាស់លាស់អំពីគោលបំណងនៃការវិតម្លៃចាលើកកម្ពស់អរិយាប័ត្រសិស្សអភិវឌ្ឍបំណិនសតវត្សទី21បន្ស៊ីគ្នាជាមួយនឹងស្តង់ដារខ្លឹមសារមុខវិជ្ជាលទ្ធផលសិក្សារំពឹងទុកនៃមុខវិជ្ជានិងលទ្ធផលសិក្សារំពឹងទុកកំណត់ដោយក្រសួងចាចំពោះរចនាសម្ព័ន្ធនៃរូបរាង digital វិញគឺយើងត្រូវពិចារណាលើទំហំនៃការរក្សាទុកចាអញ្ចឹងសម្ភារៈដែលត្រូវការសម្រាប់ខណ្ឌចែកឯកសារឬក៏រចនាសម្ព័ន្ធ digital ប្រែប្រួលតាមកម្មវិធីឬក៏បង្កើតដោយខ្លួនឯងមើលឃើញនឹងអាចយកចូលប្រើប្រាស់បាន blog ងាយស្រួលបង្កើតហើយត្រូវបានប្រើសម្រាប់ផលបត្តិ digital ការរៀបចំឯកសារក្នុងផលបត្តិមួយឬក៏ខ្លឹមសារផលបត្តិដែលផ្អែកលើក្រដាសត្រូវបានបោះពុម្ពនិងរក្សាទុកក្នុងក្រូណូមួយយ៉ាងស្អាតចា៎ពីរចនាសម្ព័ន្ធ digital អញ្ចឹងយើងត្រូវតែបង្កើតវេទិកាឬក៏កម្មវិធីមួយដើម្បីរក្សាទុកលើប៉ុស្តិ៍ឬក៏ online ហ្នឹងឯងចា៎3គឺខ្លឹមសារឬក៏ខ្លឹមសារផលបត្តិហ្នឹងเขาមានគំរូកិច្ចការនិងការវិតម្លៃលំដាប់នៃគំរូកិច្ចការឧទាហរណ៍លើមុខវិជ្ជាជាក់លាក់ប្រភេទដែលត្រូវនឹងគោលបំណងបត់បែននឹងលក្ខណៈជាបុគ្គលចា៎ហើយទី4គឺបង្កើតគោលការណ៍ណែនាំស្វ័យបញ្ចាំងឆ្លុះបញ្ចាំងហ្នឹងគឺលក្ខណៈវិច័យដាក់បន្ទុកសម្រាប់សិស្សក្នុងការវិតម្លៃការចូលរួមរបស់សិស្សក្នុងការអភិវឌ្ឍភាពជាម្ចាស់នឹងការសហការឬក៏ធានាគុណភាពនិងសុចរិតទី5ពិនិត្យឡើងវិញជាមួយសិស្សពិនិត្យឡើងវិញហ្នឹងមិនពន្យល់ពីផលបត្តិហ្នឹងចាបង្ហាញឧទាហរណ៍ផ្ដល់ឱកាសឲ្យសិស្សសួរសំណួរផ្ដល់រចនាសម្ព័ន្ធគ្រប់គ្រាន់ប៉ុន្តែលើកទឹកចិត្តដល់ស្វ័យភាពរបស់សិស្សផងដែរ6ការដាក់ខ្លឹមសារអញ្ចឹងនៅក្នុងនេះគឺកំណត់អ្នកដែលជ្រើសរើសខ្លឹមសារផលបត្តិហ្នឹងដូចជាសិស្សគ្រូឬក៏សិស្សនិងគ្រូហ្នឹងបន្ថែមស្នាដៃសិស្សជាប្រចាំចាតុល្យភាពនៃការចូលរួមរបស់សិស្សនិងការត្រួតពិនិត្យរបស់គ្រូជៀសវាងផុសតាងលើសលប់ឬមិនគ្រប់គ្រាន់ផ្ដល់ការណែនាំសម្រាប់ការជ្រើសរើសខ្លឹមសារសម្រាប់ចិត្តលើកចំនួនគំរូពិចារណាពីអាយុបទពិសោធន៍និងគោលបំណងពិចារណាភាពស្មុគស្មាញនិងគោលដៅសិក្សាចាស្វ័យវិតម្លៃរបស់សិស្សលើពីលើខ្លឹមសារបង្រៀនអញ្ចឹងបង្រៀនសិស្សឲ្យចេះវិភាគរិះគន់កិច្ចការរបស់សិស្សចាប់ផ្ដើមជាមួយនឹងការឆ្លុះបញ្ចាំងសាមញ្ញឈានទៅរកការវិតម្លៃស្មុគស្មាញប្រើប្រាស់តម្រុយឬក៏សំណួរហ្នឹងលើកទឹកចិត្តឲ្យសិស្សស្វ័យបញ្ចាំងសម្រាប់ការយល់ដឹងអំពីការចូលរួមរបស់សិស្សពីចំណុចខ្លាំងនិងតម្រូវការក្នុងការបង្រៀនចាឧទាហរណ៍ដូចជាតើអ្នកបានរៀនពីអ្វីខ្លះអំពីផ្នែកនេះចាឧទាហរណ៍ទៅលើឧទាហរណ៍នៃតម្រុយមួយអញ្ចឹងចា
cho ca về đầm lại tận lọp các về nói cru về đầm lại phò lọp bát đôi prao tarang mình chi ca về đầm lại con phiệp rùm ca về đầm lại đã bên chỗ ấy cái xa chỉ là cái nặng bực cốt nên ca về đầm lại là tập phò sắc xa đồng phân tục tàm mong sắc xa bằng đà đôi chia bắt đầu mà tệ ca lồng o đầm bay này non sơ pi ca đi chầm rần hay tao mốt pi cha na lơ ca prao đi tê bọt chả đi tê bọt đấy rồi còn lại cái nặng về này chai này ca đã phân tục bằng này con tôi đã ca luôn luôn này ca bị bọt bọt sơ cáchประชุมเรียนครูนักศึกษาที่ตรวจเป็นนักคลำแสการฉลองบรรจังในการเวรดำไลเรียบจำประชุมไปเตียงตัวเป็นมิชนามหนึ่งจะบังเกิดตำหนุกจัดหนึ่งบรรเจ็บปีกุมน้องหนึ่งดำนายแกในแกบังเกิดจะเอาไว้มวยในขนมไออังเพียบจังเตอร์จะตีประมุขคือสังเกตตัวเว้นคือสระสำคัญในพลบอสคือประโมลหนึ่งเวรดำไลสนาได้ดอกบอสเซอร์การเงินบอสเซอร์นะให้บางให้พิวัตนาเพจปูแต่สำหรับลัทธิพอศึกษารวมปังตุกในการสำหรับในสตองแดนในการศึกษาโดยรวมบรรจุในโกลการในการวิดำไลการอนุวัตจิมวินหนึ่งสไปชลบัญชาพลบัตพลบัตอิเล็กทรอนิกส์โดยเชี่ยอุปกรณ์ดอมินอัตโปลดำใบไก่ลมอศึกษาบอสเซอร์จิมวินหนึ่งเพียบบัตแบดโดยมีขนมพลบัตจะวิมีเพียบเงยสรุปขนมการวิดำไลจิเลขนาดบุกโกโดยใช้ให้บ้านจะเก็บบังการการดอลปอมเป็นตลบนั้นโดยมีอัตนัยดอสักมันเนี่ยปังได้จ่ายจะปูไม่ได้สังเกตบ่ในช่องคือสมจับนั่งจะเอาคนลูกเขา